แรงชิมีบานการลางมาเว้นคลาหอยบงโอนประตอปีมีนการแถลจอยังกำหกระยะเปรใบทั้งไงชอบขณีสสวากุมบอกการวิพีดำไหลยังชิมีประจำทั้งไงประหัวตีมาเผยใบแค่ตุลาชนำปีพรมาเผยพรำยังเคยท่านดำไหลยังชิมีคือมีนการสลดจอทอมทอยคลังแมนเต้นการปีทั้งไงจันโหดทั้งไงปุดการแถลจอนี่คือประมาณเชียงใบรอยดอลลาร์ขนมมวยอ่อนโดยแถลจอตโลตลอดคำรัดปูนพรใบดอลลาร์มาเช่นยังมาเมื่อไหลยังชิมีในขนมปรักนี้ต้องออกขณีช่องดังตาวีหนึ่งมีนตื่นดาวแบบนั้นหนึ่งมีนการแถลจอตะแคงโคมวิ่งหรือก็หนึ่งมีนการสนุกเงือบลางตะเลือปต่อสมัยหางเช่นมีในขนมทั้งนี้ขยมหันใบใจจีกำลัดเทียบกำลัดกระปูแบบกำลัดเทียบคือจีกำลัดได้ยังเตรียมติ้งกำลัดกระปูคือจีกำลัดได้ยังเตรียมลูกแบบสมัยไม่ได้ยังเทียมติ้งในขนมทั้งนี้มีตีมวยคือในกำลัดปัจจุบันนี้แต่มันดองคือบุญปอน$88ក្នុងមួយអោនដែលខ្ញុំឲ្យបងប្អូនធ្វើការទិញឡើងកម្រិតទាបទី2ដែលយើងត្រៀមទិញមាននៅកម្រិត$4015ក្នុងមួយអោននិងកម្រិតទាបទី3នៅ$3931ក្នុងមួយអោនជាកម្រិតដែលយើងអាចធ្វើការទិញឡើងបាទសម្រាប់កម្រិតខ្ពស់បាទកម្រិតខ្ពស់ដែលយើងអាចធ្វើការត្រៀមលក់ចោះទី1គឺនៅកម្រិត$4172ក្នុងមួយអោនបាទទី2នៅកម្រិត$4245និងកម្រិតទី3នៅកម្រិត$4381ក្នុងមួយអោនអញ្ចឹង3កម្រិតខាងលើនេះគឺជាកម្រិតដែលយើងអាចធ្វើការលក់ចោះបាទក្នុងករណីវាមកប៉ះហើយវាបោកអត់ដាច់ទេយើងអាចធ្វើការលក់ចោះនៅក្នុងតំបន់ណាមួយទៅបាទអញ្ចឹងយើងមកមើលទិសដៅមាសនៅក្នុងព្រឹកនេះទាំងអស់គ្នាសម្រាប់ទិសដៅមាសនៅក្នុងព្រឹកនេះខ្ញុំគិតថាអាចធ្វើការទិញឡើងបានបាទព្រោះបច្ចុប្បន្ននេះគឺវាបានមកប៉ះជាមួយនឹងកម្រិតទាបទី1បាទអញ្ចឹងបងប្អូនអាចធ្វើការទិញឡើងពីពេលបច្ចុប្បន្ននេះទៅក៏បានឬក៏រងចាំមានសញ្ញា confirm បាទលោកវាមានការធ្លាក់ចុះមកប៉ះកម្រិតទាបទី2ចាំយើងធៀមទិញឡើងក៏បានដែរអញ្ចឹងយើងអាចធ្វើការទិញពីកម្រិត4088នេះទៅហើយអញ្ចឹងសម្រាប់កម្រិតទិញហើយសម្រាប់មាសខ្ញុំបញ្ជាក់បងប្អូនបន្តិចមាសនៅក្នុងថ្ងៃនេះបើសិនជាបុកដាច់នេះកម្រិត4172នេះគឺភាគរយច្រើនបាទតែអាចទៅរកកម្រិតខ្ពស់វិញអញ្ចឹងបងប្អូនដែលជាប់ទិញមាសនៅខាងលើហ្នឹងកុំតន់បារម្ភកុំតន់អាភ័យបាទគឺដៅវាបើសិនជាវាបុកដាច់4172នេះគឺដៅនឹងអាចទៅរកកម្រិតខ្ពស់នេះវិញប៉ុន្តែក្នុងករណីមួយទៀតបើសិនជាមាសបុកដាច់4088ទិសដៅអាចមកខាងក្រោមប៉ុន្តែបើសិនជាបុកដាច់កម្រិត4015នឹងហើយបាទទិសដៅអាចទៅក្រោមខ្លាំងថែមទៀតអាចទៅក្រោមខ្លាំងថែមទៀតបើសិនជាបុកដាច់កម្រិតទី2ណាអញ្ចឹងបន្តទំនោរហើយអាចទៅក្រោមនឹងទៀតទៅក្រោម3930នឹងទៀតបាទអញ្ចឹងសម្រាប់ព័ត៌មាននៅក្នុងថ្ងៃនេះខ្ញុំគិតថាជាច្រើនអាច support ធ្វើឲ្យមាសឡើងជាពិសេសគឺនៅយុគមិញនេះគឺលោកដូណាល់ត្រាំគាត់បានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនប្រេងរបស់រុស្ស៊ីធំចំនួន2បាទបានធ្វើឲ្យតម្លៃប្រេងឆៅគឺមានការស្ទុះងើបឡើងទៅលើបាទហើយខ្ញុំគិតថាព័ត៌មាននេះក៏ support ក៏ជាព័ត៌មានវិជ្ជមានសម្រាប់មាសដែរអាចជំរុញឲ្យមាសមានការងើបឡើងខ្លាំងដូចគ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងបាទសូមអរគុណសូមគោរពលាបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ